បាទសួស្តីបងប្អូនទាំងអស់គ្នានៅពេលនេះទីតាំងសាច់បង្កកនិងប្រហិតដ៏ធំមួយកន្លែងដែលជាផលិតផលដែលនាំចូលមកពីប្រទេសថៃបងប្អូនដែលជាកម្មសិទ្ធិរបស់ចែទូចត្រូវបានសមត្ថកិច្ចនិងមន្ត្រីគយគាត់ចុះបង្ក្រាបបានហើយកាលពីថ្ងៃទី4ខែតុលាឆ្នាំ2025នេះណាដែលស្ថិតនៅក្នុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យ1ខណ្ឌមានជ័យរាជធានីភ្នំពេញតែមានចំនួនសរុបនោះដល់ទៅជាង70តោនណាបងប្អូនជាង70តោនណាមិនមែនតិចទេណាបងប្អូនទាំងសាច់បង្កកនិងប្រហិតដែលនាំចូលមកពីថៃដែលជាផលិតផលដែលនាំចូលមកពីថៃហើយកិច្ចពន្ធទៀតអញ្ចឹងគឺគាត់ពិតជាអស្ចារ្យមែនទែនណាអត់មានសមត្ថកិច្ចណាដឹងទេដែលមន្ត្រីប្តីរបស់គាត់នោះគឺជាមន្ត្រីផងគឺជាមន្ត្រីសមត្ថកិច្ចផងហើយគាត់នោះគឺជាទុនទីនោះដូចជាអុកញ៉ាផងតំណែងរបស់គាត់ហ្នឹងចែទូចហ្នឹងដែលទីតាំងរបស់គាត់នោះដែលស្ថិតនៅខាងខណ្ឌស្ទឹងមានជ័យហ្នឹងគឺបានបង្កប់នៅសាច់បង្កកជាច្រើនតោនណាបងប្អូនរួមទាំងប្រហិតផ្សេងមានតាំងពីប្រហិតក្តាមប្រហិតអីសាច់មាន់សាច់អីផ្សេងច្រើនណាដែលសរុបទៅជាង70តោនហើយនោះអញ្ចឹងសុខភាពរបស់ប្រជាជនរបស់យើងនេះមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេបងប្អូននឹងទីតាំងតែមួយកន្លែងផងណាទីតាំងតែមួយកន្លែងផងលេងជាង70តោន80តោនបងប្អូនសាកសម័យមើលហើយចុះមិនដឹងថាអាចនឹងមានទីតាំងនៅកន្លែងណាទៀតដែលយើងមិនដឹងដោយសារទីតាំងមួយនេះគឺសមត្ថកិច្ចគឺគាត់ដឹងតាមរយៈលោកពូផៃវណ្ណៈគឺជាអ្នកផ្ដល់ព័ត៌មានទៅឲ្យសមត្ថកិច្ចទៀតនឹងបើសិនជាលោកពូផៃវណ្ណៈគាត់អត់បានផ្ដល់ព័ត៌មាននេះទៅសមត្ថកិច្ចមិនដឹងថាសមត្ថកិច្ចគឺលោកគឺអាចដឹងឬក៏មិនដឹងទេអានេះតាមព័ត៌មានដែលយើងទទួលបានមកអញ្ចឹងណាបងប្អូនអញ្ចឹងសួរថាចេះអ្នកដែលនាំចូលណារបស់ទាំងអស់នេះដែលនាំចូលមកពីថៃនេះសួរថាតើគាត់គិតយ៉ាងម៉េចណាតើគាត់គិតពីលុយជាធំឬក៏យ៉ាងម៉េចណាប្រទេសជាតិកំពុងតែមានបញ្ហាជាមួយនឹងចៅសៀមហើយផលិតផលនេះគឺជាផលិតផលដែលវាកិច្ចពន្ធទៅទៀតមិនដឹងថាវាមានការត្រួតពិនិត្យយ៉ាងម៉េចពីខាងពន្ធពីខាងព្រំដែនអន្តរប្រវេសន៍ដែលចូលមកនេះមិនដឹងថាការត្រួតពិនិត្យទៅលើផលិតផលនេះទៅលើមុខទំនិញទាំងអស់នេះតើវាយ៉ាងម៉េចទេគុណភាពវាយ៉ាងម៉េចណាមិនដឹងថាម្ចាស់ទីតាំងនេះដែលគាត់គឺជាជនជាតិខ្មែរនេះណាគាត់ហ៊ាននាំចូលមករាប់សិបតោនបែបនេះយកមកឲ្យប្រជាជនមកឲ្យជនរួមឈាមរបស់គាត់ហូបនេះតើគាត់បានគិតពីសុខភាពរបស់ប្រជាជននៅក្នុងប្រទេសដែរឬទេណាសុំសួរអញ្ចេះទៅវិញដោយសារតែលុយដោយសារតែទ្រព្យសម្បត្តិផ្សេងយើងហ៊ានធ្វើថ្នាក់នេះដល់ប្រជាជននៅក្នុងប្រទេសសួរថាតើគាត់គិតយ៉ាងម៉េចវិញហើយទីតាំងនេះគឺធំណាស់បងប្អូនទីតាំងនេះគឺធំមែនទែនហើយនេះយើងចាប់បានសមត្ថកិច្ចលោកចាប់បាននេះគឺជាង70តោនឯនោះគឺច្រើនណាស់បងប្អូនច្រើនណាស់វាមិនមែនជាចំនួនតិចទេបងប្អូន70តោនជាងហើយទីតាំងមួយកន្លែងចុះបើសិនជាវាមានច្រើនកន្លែងណាអានេះគ្រាន់តែយើងសង្ស័យទេបើសិនជាវាមានច្រើនកន្លែងទៀតអញ្ចឹងទំនិញរាល់ថ្ងៃទាំងអស់នេះតើប្រជាជនខ្មែរយើងនេះលោកទទួលទានទៅនេះវាអាចមានប៉ះពាល់ដល់សុខភាពអ្វីខ្លះណាព្រោះអីផលិតផលនេះគឺសុទ្ធតែផលិតផលដែលកិច្ចពន្ធពីថៃមកទេអញ្ចឹងប៉ះតែយើងហូបទៅវាបង្កទៅជាជំងឺមហារីកទៅជាខូចកលៀនខូចតម្រងនោមឬក៏កើតជាជំងឺស្កាចសាហាវផ្សេងទៅថ្ងៃខាងមុខដែលយើងអត់ដឹងនេះតើវាទៅជាយ៉ាងណាសុខភាពប្រជាជនរបស់យើងនេះណាបងប្អូនជួយពិភាក្សាជាមួយនឹងខ្ញុំទាំងអស់គ្នាទៅមើលថាតើសុខភាពរបស់ប្រជាជនយើងនេះតើទៅជាយ៉ាងណានៅនាពេលអនាគតនេះបើសិនជាលំហូររបស់ដែលខូចគុណភាពពីក្រៅប្រទេសមកយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះហើយប្រជាជនរបស់យើងត្រូវរងទុក្ខវេទនាដោយសារជំងឺរ៉ាំរ៉ៃកាយសាហាវទៅថ្ងៃខាងមុខនេះវាយ៉ាងម៉េចគេមិនចាំបាច់ធ្វើសង្គ្រាមទេបងប្អូនមិនចាំបាច់ប្រើអាវុធទេនេះគេប្រើតារបស់ហូបចុកប្រចាំថ្ងៃតែប៉ុណ្្នេះ5ឆ្នាំឬ10ឆ្នាំក្រោយគឺគេនឹងទទួលបានលទ្ធផលហើយបងប្អូនត្រូវដឹងអញ្ចឹងសូមសំណូមពរណាទៅកាន់ម្ចាស់ទីតាំងមួយចំនួនធំទៀតណាសូមលោកមេត្តាគិតពិចារណាឡើងវិញអំពីសុខសុវត្ថិភាពក៏ដូចជាសុខភាពរបស់ប្រជាជនក្នុងប្រទេសផងកុំគិតតែពីរឿងលុយពេកណាកុំគិតតែពីរឿងលុយពេកបានអ្នកទាំងអស់គ្នាគិតតែពីរឿងលុយពេក
យើងអាចរកបាននៅពេលហ្នឹងតែ10ឆ្នាំ20ឆ្នាំទៅមុខទៀតតើយើងអាចរកបានទៀតអត់ណាសូមកុំយកលុយជាធំពេកយើងត្រូវគិតពីសុខភាពរបស់ប្រជាជនរបស់យើងផងបងប្អូនជនរួមឈាមរបស់យើងផងណាខ្ញុំសូមស្នើទៅសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សូមលោកមេត្តាជួយអន្តរាគមន៍ទៅលើករណីនេះឲ្យដាច់ជាហាងការជាដាច់ខាតណាបើនៅតែបន្តបែបនេះទៀតទៅថ្ងៃខាងមុខប្រជាជនរបស់យើងគឺប្រកាសជាត្រូវដាច់ពូជាមិនខានបាទសូមអរគុណអញ្ចឹងជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាមេត្តាជួយ Subscriber ដូចជា Like និង Share នៅ Channel របស់ខ្ញុំបាទនេះមួយផងដើម្បីជាកម្លាំងចិត្តក្នុងការស្វែងរកវីដេអូថ្មីៗមកផ្ដល់ជូនដល់បងប្អូនទាំងអស់គ្នាជាបន្តទៅទៀតបាទសូមអរគុណ